បាទគ្រប់ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ជាពិសេសសូមផ្ដល់ជូនទៅកាន់ពុកម៉ែទាំងអស់គ្នាខ្ញុំមានសៀវភៅ10ក្បាលដែលខ្ញុំបានពីក្មួយរបស់ខ្ញុំហើយគាត់អានអស់ហើយគាត់រៀនអស់ហើយអញ្ចឹងហើយខ្ញុំក៏គិតថាចង់យកសៀវភៅទាំងអស់នេះមកចែកទៅដល់ក្មួយទាំងអស់គ្នាដែលក្មួយខ្លះគាត់អត់មានលទ្ធភាពដើម្បីនឹងទិញហើយយកមកអានទេអញ្ចឹងហើយសម្រាប់សៀវភៅទាំងអស់នេះគឺខ្ញុំគ្រាន់តែអានទេអត់បានផ្ដល់ឲ្យទេណាហ្នឹងហើយខ្ញុំគ្រាន់តែអានហើយនឹងហ្នឹងហើយផុសចែកចាយទៅកាន់ក្មួយទាំងអស់គ្នានេះសៀវភៅដែលខ្ញុំនឹងយកមកនេះគឺជាសៀវភៅទាំង10ដែលក្មួយខ្ញុំគាត់បានអានហើយណាគាត់អានរួចហើយគាត់ចូលចិត្តអានមែនតើសៀវភៅគាត់ល្អណាសម្រាប់ក្មេងៗម្សិលមិញខ្ញុំបានអានសៀវភៅមួយនេះខ្ញុំត្រូវគ្រប់ស្លាកការចោលប៉ុន្តែខ្ញុំបានផុសតាមមួយវគ្គទេណាដោយសារក្នុងមួយក្បាលគឺខ្ញុំធ្វើជាពីរវគ្គវគ្គមួយហើយនិងវគ្គបញ្ចប់តែម្ដងណាហើយខ្ញុំនឹងរៀបចំពេលវេលាដើម្បីធ្វើការអានហើយនឹងផុសចែកចម្លែកទៅមួយដែលគាត់អត់មានលទ្ធភាពក្នុងការទិញហើយនឹងយកមកសិក្សាយកមករៀនសូត្រឬក៏អានហ្នឹងឯងដើម្បីឲ្យវីដេអូនេះបានសាយភាយទៅដល់ក្មេងៗក្មួយកូនទាំងអស់នោះសូមលោកឪពុកអ្នកម្ដាយបងប្អូនជួយចែករំលែកក៏ដូចជាធ្វើការ share ទៅលើវីដេអូនេះផងដើម្បីពួកគាត់បានរៀនសូត្រ